សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះតនេឈានចេញមកឡងទៀតហើយប្រហែលថ្ងៃឬក៏មួយអាទិត្យនេះគឺវឹកវរមែនតែននៅខាងសៀមហើយនឹងកម្ពុជារបស់យើងកាន់តែក្តៅកគុកហើយសង្ឃឹមថាថ្ងៃបន្ទាប់ទៀតយើងនឹងរកបានសន្តិភាពវិញហើយនៅហើយក៏ជូនពរដល់វីរៈកងទ័ពនៅជួរមុខដែរដែលខំប្រឹងស្វះស្វែងតស៊ូជាមួយនឹងអាចោសៀមហើយសង្ឃឹមថាពួកគាត់នឹងជោគជ័យយកជ័យជំនះជូនប្រទេសកម្ពុជាបានណាហើយសូមឲ្យវីរៈកងទ័ពនៅជួរមុខទាំងអស់ទទួលបានជ័យជំនះនិងសុខសុវត្ថិភាពមកជួបជុំគ្រួសារយើងវិញហ្នឹងហើយអរគុណច្រើនបងប្អូនខ្ញុំសូមរំលែកតែមួយជ្រុងហ្នឹងទេងាកមកចូលសាច់រឿងរបស់យើងវិញហើយសាច់រឿងមួយនេះគឺគួរឲ្យខ្លាចមែនតើដែលមិននឹកស្មានដល់ថាវាមានរឿងនឹងកាត់ឡើងហើយសាច់រឿងមួយនេះគឺបានមកពីបងស្រីម្នាក់ឈ្មោះថាបងលក្ខណាហើយសាច់រឿងរបស់បងលក្ខណាគឺកើតឡើងនៅពេលដែលបងលក្ខណានេះគាត់ទៅធ្វើការងារនៅតាមបណ្ដាខេត្តនានាដោយសារតែបងលក្ខណាគាត់គឺជាអ្នកសារព័ត៌មានអញ្ចឹងគាត់ត្រូវចុះខេត្តញឹកញាប់ទៅស្រាវជ្រាវវត្ថុបុរាណឬក៏ប្រាសាទនានាដែលខាងមេបកគាត់ឬក៏គណៈគ្រប់គ្រងខាងការងារបកគាត់ហ្នឹងតម្រូវឲ្យគាត់ចុះទៅស្រាវជ្រាវប្រាសាទឬក៏វត្ថុបុរាណផ្សេងណាអញ្ចឹងបានបងលក្ខណាទៅជាមួយនឹងមិត្តភ័ក្តិបកគាត់មួយទៀតចុះតាមបណ្ដាខេត្តយូរដែរណាពីមួយថ្ងៃឬក៏មួយអាទិត្យអីក៏មានដែរហើយអញ្ចឹងពួកគាត់ទៅស្រាវជ្រាវតាមបណ្ដាខេត្តហ្នឹងគឺតែងតែទៅស្នាក់នៅផ្ទះសំណាក់ឬក៏ផ្ទះជួលអីណានៅពេលដែលគាត់ចុះយប់កន្លែងណាគាត់សម្រាប់នៅម្ដុំហ្នឹងហើយមិត្តភ័ក្តិរបស់បងលក្ខណាគឺឈ្មោះថាបងកញ្ញាដែលជាមិត្តភ័ក្តិគ្នាស្និទ្ធស្នាលគ្នាមែនតែនតាំងពីពួកគាត់ចូលធ្វើការដំបូងស្គាល់គ្នាអីអញ្ចឹងណាគឺស្និទ្ធស្នាលគ្នាមែនតែនអញ្ចឹងពួកគាត់ប្រកបការងារជាមួយគ្នាហ្នឹងគឺចុះសម្រុងនឹងគ្នាអញ្ចឹងបានខាងមេឬក៏គណៈគ្រប់គ្រងបងកញ្ញាហ្នឹងចាប់ដៃគូឲ្យបងកញ្ញាដើរជាមួយនឹងបងលក្ខណាមកស្រាវជ្រាវនៅតំបន់មួយហើយតំបន់ដែលខាងលើគេឲ្យបងកញ្ញាហើយនឹងបងលក្ខណាចុះទៅសិក្សាស្រាវជ្រាវប្រាសាទចាស់អីហ្នឹងគឺតំបន់ដាច់ស្រយាលទៀតហើយនៅក្នុងខេត្តមួយគឺខេត្តកំពង់ធំដែលបងកញ្ញាហើយនឹងបងលក្ខណាត្រូវចុះទៅខេត្តកំពង់ធំនឹងហើយតំបន់ដែលគាត់ចុះសិក្សាស្រាវជ្រាវហ្នឹងគឺដាច់ស្រយាលមែនតែនមិនសូវមានផ្ទះអ្នកភូមិច្រើនកកទេគឺផ្ទះដាច់ផ្ទះមួយនៅឆ្ងាយគ្នាអីចឹងទៅបងលក្ខណាហើយនឹងបងកញ្ញាក៏បានធ្វើដំណើរពីទីក្រុងភ្នំពេញហ្នឹងមកខេត្តកំពង់ធំដើម្បីមកតំបន់ដែលគាត់ប្រតិបត្តិការងាររបស់គាត់ហើយនៅពេលដែលបងលក្ខណាហើយនឹងបងកញ្ញាហ្នឹងមកដល់កន្លែងដែលតំបន់ដាច់ស្រយាលដែលគាត់ត្រូវស្រាវជ្រាវវត្ថុបុរាណឬក៏ប្រាសាទចាស់ហ្នឹងគាត់ថាគាត់ចុះមកគឺសិតតែព្រៃមិនសូវមានមនុស្សឬក៏ផ្ទះអ្នកភូមិអីទេនៅជិតហ្នឹងមានដាច់ដូចខ្ញុំនិយាយខាងលើហ្នឹងផ្ទះមួយមើលទៅសិតតែព្រៃងាកទៅណាក៏ព្រៃណាហើយពេលហ្នឹងពួកគាត់ដោយសារតែពួកគាត់នឹងថ្នឹកហើយក្នុងការស្រាវជ្រាវឬក៏ដើរតាមព្រៃភ្នំអីរកមើលកន្លែងវត្ថុបុរាណវត្ថុអីអញ្ចឹងពួកគាត់អត់មានការភ័យខ្លាចអីទេហើយពួកគាត់បន្ទាប់ពីមកដល់កន្លែងខេត្តឬក៏តំបន់ដាច់ស្រយាលដែលគាត់ប្រតិបត្តិការងាររបស់គាត់នឹងហើយក៏នាំគ្នាធ្វើការរបស់គាត់ណាសិក្សាស្រាវជ្រាវហើយនេះខ្ញុំអត់លំអិតពីការសិក្សាស្រាវជ្រាវឬក៏ការងាររបស់គាត់ជាក់លាក់ទេខ្ញុំនិយាយកាត់ណាដើម្បីឲ្យបងប្អូនងាយស្រួលយល់ហើយពួកគាត់ធ្វើការហ្នឹងរហូតដល់ពេលល្ងាចហើយពេលល្ងាចហ្នឹងគឺរៀងយប់ដោយសារតែនៅទីក្រុងឬក៏ទីជនបទដាច់ស្រយាលអីហ្នឹងគឺល្ងាចមិនទាន់ទេគឺអាងឹតឈឹងអញ្ចឹងពួកគាត់ធ្វើការពេញមួយថ្ងៃអត់បានសម្រាកបានអីទេអញ្ចឹងអស់កម្លាំងមែនតើណាហើយក៏អត់ធ្វើដំណើរទៅទីក្រុងដែររកផ្ទះសំណាក់ឬក៏រកផ្ទះភូមិឬក៏ផ្ទះជួលអីហ្នឹងសម្រាប់មួយយប់សិនដោយសារតែយប់ពេលដែលគាត់ធ្វើការពេញមួយថ្ងៃហ្នឹងវាអស់កម្លាំងពេកអញ្ចឹងបើឲ្យគាត់ជិះឡានហ្នឹងទៅកណ្ដាលក្រុងទៀតអញ្ចឹងវាចំណាយពេលយូរពួកគាត់បងលក្ខណានិងបងកញ្ញាហ្នឹងក៏សម្រេចចិត្តរកផ្ទះសំណាក់នៅជិតហ្នឹងណានៅជិតកន្លែងដែលគាត់ធ្វើការស្រាវជ្រាវវត្ថុបុរាណអីហ្នឹងហើយនៅពេលដែលគាត់ធ្វើដំណើរចេញពីកន្លែងដែលគាត់ធ្វើការបានបន្តិចក៏ឃើញផ្ទះសំណាក់មួយហើយពេលគាត់មើលទៅផ្ទះសំណាក់ហ្នឹងគឺមានសភាពចាស់មែនទែនទ្រុឌទ្រោមតែវាគ្រាន់បើជាងជីកទៅមុខទៀតដោយសារតែវាមានសភាពអាងឹតឈឹងអញ្ចឹងគាត់មើលទៅផ្ទះសំណាក់ហ្នឹងគឺទ្រុឌទ្រោមមែនទែនតែអត់អីទេពីអ្នកបងកញ្ញាហើយនិងបងលក្ខណាក៏សម្រេចចិត្តចូលទៅក្នុងផ្ទះសំណាក់ហ្នឹងហើយខាងមុខផ្ទះសំណាក់ហ្នឹងមានប៉ាយមួយហើយគេដាក់ឈ្មោះផ្ទះសំណាក់ហ្នឹងថាផ្ទះសំណាក់នឹកនាហើយបងកញ្ញាក៏ចូលទៅសួរនាំពីម្ចាស់ផ្ទះសំណាក់ហ្នឹងណាហើយនៅពេលដែលបងលក្ខណាគាត់ស្រែកហៅម្ចាស់ផ្ទះសំណាក់ហ្នឹងក៏មានចំណាស់មួយដែលបងកញ្ញាគាត់ចង់ភ្ញាក់ដោយសារតែចំណាស់ហ្នឹងគាត់មានអាយុប្រហែលជា50ឆ្នាំហើយសក់ស្កូវសជាព្រោះមើលទៅវាមិននឹកស្មានដល់ថាម្ចាស់ផ្ទះសំណាក់អីក៏អាយុច្រើនហើយក៏សក់សសពងណាពេលហ្នឹងគាត់ចង់ភ្ញាក់ដែរតែខំទប់អារម្មណ៍ហើយភ្នែករបស់ស្រីហ្នឹងគឺដូចអត់បានដេកចឹងអត់បានដេកគ្រប់គ្រាន់ណាភ្នែកឡើងខ្មៅឡើងរុងណា
បងលក្ខណៈគាត់សង្កេតឃើញអញ្ចឹងហើយបងលក្ខណៈនឹងបងកញ្ញាក៏អត់គិតច្រើនណាហើយក៏សួរនាំពីតម្លៃឬក៏បន្ទប់ណាដែលត្រូវស្នាក់នៅអីចឹងណាហើយអ៊ំចំណាស់ហ្នឹងគាត់និយាយមកគឺរុះរាយរាក់ទាក់មែនតើហើយបងកញ្ញាគាត់សង្កេតឃើញផ្ទះស្នាក់ហ្នឹងគឺមានសភាពស្ងប់ស្ងាត់មែនតើដូចគ្មានមនុស្សដែលគេចូលស្នាក់នៅឯណាមានតែបងកញ្ញាហើយនឹងបងលក្ខណៈទេនៅក្នុងផ្ទះស្នាក់មួយហ្នឹងហើយផ្ទះស្នាក់មួយហ្នឹងគឺមាន2ជាន់ជាន់ក្រោមមួយនិងជាន់ខាងលើមួយហើយផ្ទះដែលបន្ទប់ឬក៏កន្លែងដែលបងកញ្ញាគាត់សម្រាកហ្នឹងគឺនៅខាងជាន់លើផ្លេចបញ្ជាក់បងប្អូនមួយទៀតសភាពផ្ទះស្នាក់ហ្នឹងគឺខាងក្រោមថ្មខាងលើគឺឈើបុរាណពណ៌ក្រហមឆ្អិនឆ្អៅណាហើយដំបូលវិញគឺក្បឿងពណ៌ក្រហមព្រឿងហ្នឹងគឺសភាពផ្ទះស្នាក់មួយហ្នឹងបងលក្ខណៈគាត់ថាជុំវិញផ្ទះស្នាក់មួយហ្នឹងគឺវាមានលក្ខណៈដូចជាសួនច្បារវាលដោយសារតែគាត់មើលអត់សូវច្បាស់ទេដោយសារតែវាអាងឹតអញ្ចឹងមើលឃើញព្រឿងតែវាដូចជាសួនច្បារអញ្ចឹងហើយក៏អ៊ំចំណាស់ហ្នឹងក៏នាំបងលក្ខណៈហើយនឹងបងកញ្ញាហ្នឹងទៅចូលបន្ទប់នៅខាងលើហើយបន្ទប់មួយហ្នឹងមានពអួចចាស់បើកពអួចហ្នឹងមកឃើញសួនច្បារនៅក្បែរផ្ទះសំណាក់មួយហ្នឹងបងលក្ខណៈគាត់និយាយហើយនៅពេលដែលអ៊ំចំណាស់នឹងនាំបងកញ្ញាហើយនឹងបងលក្ខណៈមកដល់បន្ទប់ដែលគាត់ត្រូវសម្រាកហ្នឹងក៏បងលក្ខណៈរៀបចំឲ្យវាយអវ៉ាន់របស់គាត់នឹងចូលក្នុងបន្ទប់មួយនឹងហើយនៅពេលដែលចូលបន្ទប់មួយនឹងពួកគាត់ចង់ភ្ញាក់ដោយសារតែការតុបតែងបន្ទប់នឹងគឺមានបិទរូបថតច្រើនមែនទែនហើយរូបថតនឹងគឺកាត់ភ្នែកកាត់អីអស់ហើយបងលក្ខណៈគាត់សង្កេតឃើញថារូបថតនឹងគឺដូចជារូបថតភ្ញៀវចឹងដែលគេមកស្នាក់នៅអីហ្នឹងតែគាត់ឆ្ងល់ថាមិនបានកាត់ភ្នែករូបថតដែលដាក់បញ្យួរនឹងទឹកអស់អត់មានភ្នែកមានអីទេខ្វៀលអាកន្លែងភ្នែកបងប្អូនសាកសម័យមើលហើយបងកញ្ញានិងបងលក្ខណៈបានតែមើលមុខគ្នាណាអត់ហ៊ានសួរទៅអ៊ំចំណាស់មួយនឹងទេម្ចាស់ផ្ទះសំណាក់នឹងទេបានតែធ្វើហើយអត់គិតច្រើនទេហើយក៏រៀបឲ្យវាយអវ៉ាន់ចូលសម្រាប់ទៅណាដោយសារតែគាត់ធ្វើការពេញមួយថ្ងៃអញ្ចឹងគឺមានការហត់នឿយមែនតើអញ្ចឹងក៏អត់គិតច្រើនអត់សួរនាំច្រើនទេក៏ចូលក្នុងបន្ទប់បិទទ្វារហើយអ៊ំចំណាស់ចាស់ផ្ទះសំណាក់ហ្នឹងក៏និយាយប្រាប់បងកញ្ញាថាបើមានតម្រូវការឬក៏ត្រូវការអីបន្ថែមអាចស្រេចហៅគាត់បានណាគាត់នៅសម្រាប់នៅជាន់ក្រោមហើយបងកញ្ញានិងបងលក្ខណៈបានតែឆ្លើយចាស់ណាចាំពេលគាត់ត្រូវការចាំគាត់ហៅអីចឹងទៅហើយពួកគាត់ក៏បិទទ្វារនាំគ្នាងូតទឹកងូតអីទៅណាហើយក៏ហូបបាយហូបអីដែលគាត់រៀបចំទុកខ្លួនឯងណាហើយគាត់ថាមកហូបថ្ងៃហ្នឹងគឺមានតែជៀនពងទាទេហើយក៏ចេះតែហូបទៅដើម្បីទប់កាពះរបស់គាត់ដែរដោយសារតែយប់ហើយមិនដឹងថារមកហូបអាហារឬក៏អ្វីមកញ៉ាំបានណាអញ្ចឹងមានតែហូបមកហូបនឹងសិនទៅហើយនៅពេលដែលបងលក្ខណៈនិងបងកញ្ញាកំពុងតែហូបបាយជាមួយនឹងគ្នាហ្នឹងស្រាប់តែឮសំឡេងគោះទ្វារបន្ទប់របស់គាត់ហ្នឹងហើយបងកញ្ញាក៏បញ្ញាប់ទៅបើកទ្វារបន្ទប់របស់គាត់ណាហើយនៅពេលដែលគាត់បើកទ្វារបន្ទប់ហ្នឹងគឺឃើញអ៊ំចំណាស់ម្ចាស់ផ្ទះសំណាក់ហ្នឹងគាត់នៅមុខបន្ទប់របស់គាត់ហើយក៏គិតក្នុងចិត្តណាថាអ៊ំចំណាស់ហ្នឹងស្មោះហ្នឹងឯងមករកអីទៀតហើយក៏បងលក្ខណៈនិងបងកញ្ញាហ្នឹងក៏ហៅអ៊ំចំណាស់ហ្នឹងចូលមកក្នុងបន្ទប់របស់គាត់សិនណាហើយអ្វីដែលមិននឹកស្មានដល់បងកញ្ញាគាត់ថាអ៊ំចំណាស់ហ្នឹងមកក្នុងបន្ទប់ហ្នឹងដើម្បីនិយាយលេងជាមួយនឹងគាត់ពីរនាក់ហ្នឹងហើយពួកគាត់ធ្វើការហត់ចង់ងាប់ហើយមកនិយាយលេងអីស្មោះហ្នឹងណាអានឹងក្នុងចិត្តរបស់បងលក្ខណៈហើយនឹងបងកញ្ញាបានតែមើលមុខគ្នាហើយបងកញ្ញាក៏និយាយទៅអ៊ំចំណាស់មួយហ្នឹងណាថាខ្ញុំនិយាយបានតែមិនតិចទេដោយសារតែថ្ងៃនេះធ្វើការអស់កម្លាំងត្រូវការសម្រាកពូស្អែកឡើងត្រូវឡើងទៅភ្នំពេញវិញប្រាប់អ៊ំចំណាស់មួយហ្នឹងហើយអ៊ំចំណាស់ហ្នឹងក៏តបមកវិញថាអត់អីទេអ៊ំនិយាយតែបន្តិចទេហើយនៅពេលដែលបងលក្ខណៈកំពុងតែញ៉ាំបាយជាមួយនឹងបងកញ្ញាហ្នឹងក៏អ៊ំស្រីចំណាស់ហ្នឹងនិយាយទៅបងកញ្ញាថាមុខបងកញ្ញាហ្នឹងដូចកូនស្រីរបស់គាត់ចឹងមុខស្តៀងគ្នាអ៊ំស្រីចំណាស់ហ្នឹងនិយាយមកបងកញ្ញាហើយបងកញ្ញាពេលហ្នឹងឡើងស្លើធ្វើមុខឡើងឆ្ងល់ថាអ៊ំចំណាស់ហ្នឹងមិនក៏និយាយអញ្ចឹងហើយពេលហ្នឹងគាត់អត់ហ៊ានមាត់ហ៊ានកទេហើយក៏អ៊ំស្រីចំណាស់ហ្នឹងនិយាយទៅបងកញ្ញាទៀតថាអ៊ំសុំចិត្តក្មួយបានអត់ក្មួយអាចនៅជាមួយអ៊ំ2-3ថ្ងៃទៀតបានអត់ហើយបងកញ្ញាហ្នឹងបដិសេធភ្លាមហ្មងថាអត់កើតទេអ៊ំដោយសារតែស្អែកខ្ញុំត្រឡប់ទៅទីក្រុងភ្នំពេញវិញណាដោយសារប្រញាប់ការងារគេណាមេត្រូវការខ្ញុំណាអញ្ចឹងខ្ញុំអត់អាចនៅផ្ទះរបស់អ៊ំស្នាក់នៅយូរទេអញ្ចឹងស្អែកឡើងខ្ញុំធ្វើការទៅទីក្រុងភ្នំពេញវិញណាអានឹងប្រាប់ទៅអ៊ំចំណាស់នឹងលឿនហ្មងបដិសេធលឿនណាដោយសារតែអ៊ំចំណាស់នឹងនិយាយមកគួរឲ្យខ្លាចហើយអ៊ំចំណាស់ហ្នឹងពេលឮបងកញ្ញាគាត់និយាយអញ្ចឹងគឺធ្វើទឹកមុខដូចអត់សប្បាយចិត្តស្ងួតស្ងាត់អីចឹងណាដោយសារតែគាត់ឮសម្ដីរបស់បងកញ្ញាគាត់និយាយបដិសេធភ្លាមអញ្ចឹងគាត់មានតែធ្វើមុខដូចអត់សប្បាយចិត្តអញ្ចឹងនៅពេលដែលបងកញ្ញាគាត់ឃើញសភាពឬក៏ទឹកមុខរបស់អ៊ំចំណាស់មួយហ្នឹងបងកញ្ញាហើយនិងបងលក្ខណៈអង្គុយជជែកជាមួយនឹងអ៊ំចំណាស់ហ្នឹងបានមួយសន្ទុះក៏អ៊ំចំណាស់ហ្នឹងដើរទៅខាងក្រោមវិញបន្ទប់ខាងក្រោមដែលគាត់កន្លែងគាត់ស្នាក់នៅហ្នឹងហើយបងកញ្ញាហើយនិងបងលក្ខណៈហ្នឹងគឺសប្បាយចិត្តមែនតើនៅពេលដែលឃើញអ៊ំចំណាស់ហ្នឹងដើរចុះទៅក្រោមវិញណាតែគាត់ពេលហ្នឹងបងលក្ខណៈហើយនិងបងកញ្ញាហ្នឹងគឺអស់កម្លាំងខ្លាំងមែនតើដោយសារតែធ្វើការពីថ្ងៃ
អត់មានបានសម្រាអត់មានបានអីអញ្ចឹងគាត់អស់កម្លាំងមែនទេណាហើយបលឹមឡើងគាត់ត្រូវឡើងទៅរាជធានីភ្នំពេញវិញទៀតអញ្ចឹងអត់បានគេងបានអីទេហើយគាត់ថាអ៊ំចំណាស់នឹងមកនិយាយប្រហែលជាម៉ោង 7:10 ណាអញ្ចឹងវាពិបាកមែនតើគាត់បន់ឲ្យតែអ៊ំចំណាស់នឹងចេញទៅទេហើយឥឡូវហ្នឹងអ៊ំចំណាស់ហ្នឹងគាត់ចេញទៅពីបន្ទប់របស់គាត់មែនណាអញ្ចឹងពួកគាត់សប្បាយចិត្តមែនតើហើយអញ្ចឹងទៅបងកញ្ញាហើយនឹងបងលក្ខណាណាក៏បិទភ្លើងបន្ទប់របស់គាត់ណាតែបើកភ្លើងដូចភ្លើងរាត្រីណាអាភ្លើងអ៊ីវតែយើងអាចមើលឃើញអ្វីដែលក្នុងបន្ទប់នឹងព្រិលបងប្អូនសាកសម័យតែអាភ្លើងរាត្រីដែលពណ៌ក្រហមពណ៌អីហ្នឹងអញ្ចឹងទៅពួកគាត់ពីរនាក់ហ្នឹងក៏ប្រាស់ខ្លួនលើក្រែហ្នឹងមកផ្លែតទេគាត់គេងលក់ពេលណាក៏មិនដឹងដោយសារតែល្វើយពេកអស់កម្លាំងទៀតអញ្ចឹងដាក់ទៅលក់ឈឹងហើយនៅពេលដែលបងលក្ខណាគាត់ភ្ញាក់មកវិញនេះគឺកដាយប់ដោយសារតែគាត់ឮសំឡេងគោះទ្វារនៅបន្ទប់របស់គាត់ហ្នឹងឮទុកហើយពេលហ្នឹងគាត់ទ្រាំបានទេហើយក៏បើកភ្នែកមកសម្លឹងទៅមើលអាកន្លែងទ្វារដែលឮសំឡេងគោះហ្នឹងទ្វារបន្ទប់របស់គាត់ហ្នឹងគាត់ឃើញសមោលខ្មៅហើយសមោលហ្នឹងគឺរូបរាងដូចអ៊ំចំណាស់មួយហ្នឹងអញ្ចឹងហើយពេលហ្នឹងគាត់អង្ញ័រអត់ហ៊ានដាស់បងលក្ខណាទេនៅសងំនៅលើក្រែហ្នឹងអត់ហ៊ានដើរទៅបើកទ្វារឬក៏ដើរទៅចិត្តហ្នឹងទេណាបានតែសម្លឹងនៅពីលើក្រែហ្នឹងឃើញសមោលស្លុងហើយសំណោលហ្នឹងដូចអ៊ំចំណាស់ហ្នឹងបេះបិទចឹងបងកញ្ញាគាត់ខ្លាចពេកក៏កេះទៅបងលក្ខណាឲ្យភ្ញាក់ថាមានឮសំឡេងអីអត់មានឮសំឡេងគេគោះទ្វារអត់ហើយឃើញសមោលដែលនៅស្លុងនៅមុខបន្ទប់របស់យើងអត់ហើយពេលហ្នឹងបងកញ្ញាគាត់មើលទៅគាត់ឃើញដូចគ្នាហើយឮសំឡេងគោះទ្វារដូចគ្នាបច្ចៈបងប្អូនណាសំឡេងគោះទ្វារហ្នឹងគឺនៅតែបន្តហ្នឹងហើយពួកគាត់បានតែនិយាយខ្សឹបណាអត់ហ៊ាននិយាយលឺទេខ្លាចសមោលហ្នឹងលឺឬក៏អ្នកគោះទ្វារហ្នឹងលឺសំឡេងគាត់និយាយគ្នាអីចឹងណាគាត់បានតែខ្សឹបគ្នាតិចបងកញ្ញាគាត់លឺគោះទ្វាររហូតអញ្ចឹងគាត់ទ្រាំអត់បានណាគាត់ក៏ស្រែកសួរថាណាគេមកគោះទ្វារពេលយប់ហ្នឹងហើយនៅពេលដែលបងកញ្ញាគាត់ស្រែកសួរអញ្ចឹងសំឡេងដែលបន្តមកវិញគឺសំឡេងអ៊ំស្រីចំណាស់ម្ចាស់ផ្ទះស្នាក់ហ្នឹងឆ្លើយមកបងកញ្ញាវិញថាអ៊ំអ្នកគោះហើយគ្រាន់តែលឺសំឡេងអ៊ំស្រីចំណាស់ហ្នឹងគាត់និយាយអូសបងកញ្ញាហើយនឹងបងលក្ខណានេះឡើងចង់ស្លាប់បងប្អូនដោយសារសំឡេងរបស់គាត់ហ្នឹងគឺនិយាយគួរឲ្យខ្លាចមែនទែននិយាយអូសបែបថ្នមបងប្អូនសាកសម័យទៅនិយាយដូចជាមិនមែនជាមនុស្សដូចជាខ្មោចដូចជាអមនុស្សអីចឹងណាបងកញ្ញាគាត់សង្កេតឃើញចឹងហើយពេលហ្នឹងបងកញ្ញាគាត់ក៏សួរវិញថាអ៊ំឯងមករកអីគេយប់ហើយខ្ញុំត្រូវការដេកអ៊ំមកឈប់មករំខានឈប់អីចឹងណាហើយអ៊ំចំណាស់ហ្នឹងក៏តបមកបងកញ្ញាវិញថាអ៊ំចូលចិត្តក្មួយនឹងសំឡេងអ៊ំចំណាស់ហ្នឹងគាត់និយាយអ៊ំចូលចិត្តក្មួយអ៊ំចង់ឲ្យក្មួយនៅផ្ទះអ៊ំឲ្យបានយូរអ៊ំអត់ចង់ឲ្យក្មួយទៅភ្នំពេញវិញទេនៅជាមួយអ៊ំបានអត់ហើយបងកញ្ញាពេលហ្នឹងឡើងស្វាយមាត់ល្អបងលក្ខណាអីហ្នឹងឡើងចង់រត់ចេញពីបន្ទប់ហ្នឹងតែរត់ចេញអត់កើតទេដោយសារតែអ៊ំស្រីម្នាក់ហ្នឹងនៅមុខបន្ទប់របស់គាត់អញ្ចឹងគាត់ចេញតាមផ្លូវណាមានតែអង្គុយនៅលើក្រែហ្នឹងងំញ័រទៅត្រឹកណាបងប្អូនសាក់សម័យទៅហើយលឺសំឡេងគួរឲ្យខ្លាចមែនទែនហើយនៅពេលដែលបងកញ្ញាគាត់លឺសំឡេងអ៊ំស្រីម្នាក់ហ្នឹងស្រែកអញ្ចឹងគាត់អត់តអីទៀតទេគាត់ធ្វើស្ងាត់ឈឹងដោយសារតែគាត់តបទៅគឺអ៊ំស្រីម្នាក់ហ្នឹងគាត់និយាយតមកទៀតហើយអញ្ចឹងវាគួរឲ្យខ្លាចហើយនៅពេលដែលបងកញ្ញានិងបងលក្ខណាគាត់អត់តនេះអ៊ំស្រីគាត់និយាយមកនិយាយថាមិនក្មួយអត់តបអ៊ំក្មួយនៅមួយអ៊ំយូរជាងនឹងបានអត់អ៊ំអត់ចង់ឲ្យក្មួយទៅភ្នំពេញវិញទេអ៊ំចង់ឲ្យក្មួយនៅជាមួយអ៊ំពីបងកញ្ញាពេលលឺហ្នឹងគឺអត់ហ៊ានមាត់ហ៊ានកទេបានតែអង្គុយញ័រអោបគ្នាជាមួយនឹងបងលក្ខណាហ្នឹងនៅលើក្រែរបស់គាត់ហ្នឹងអត់ហ៊ានមាត់ហ៊ានកទេហើយអាសំឡេងហារបស់អ៊ំស្រីហ្នឹងក៏នៅតែនិយាយដែរហ្នឹងបងកញ្ញានិងបងលក្ខណាគឺខ្លាចមែនទែនឡងចង់ស្លាប់មួយមុខមាត់អីស្លេកញ៉ាំងអស់ហើយអញ្ចឹងពួកគាត់ធ្វើអីអត់បានទេរត់ទៅចេញក្រៅបន្ទប់ហ្នឹងគឺអត់កើតអ៊ំចំណាស់ហ្នឹងនៅមុខបន្ទប់មួយហ្នឹងអញ្ចឹងឲ្យពួកគាត់ធ្វើមិនមានតែបនដូនបនតានឹកដល់ឪពុកម្ដាយរបស់គាត់ថាជួយគាត់ផងគាត់អត់បានធ្វើអីទេគាត់សុំតែមករស់ទេឈប់លងបន្លាចគាត់ទៀតទៅពេលគាត់នឹកដល់ឪពុកម្ដាយរបស់គាត់អីចឹងណាក៏បានផលមែននៅពេលដែលគាត់នឹកដល់ឪពុកម្ដាយរបស់គាត់សំឡេងអ៊ំចំណាស់ដែលនៅមុខបន្ទប់របស់គាត់ហ្នឹងគឺស្ងាត់ឈឹងណាអត់ឮសំឡេងនិយាយដែរទៀតទេហើយពេលហ្នឹងបងកញ្ញាហើយបងលក្ខណាគាត់បើបន្តិចដោយសារតែបាត់សំឡេងរបស់អ៊ំស្រីនឹងនិយាយអញ្ចឹងក៏វាគ្រាន់ណាហើយបងលក្ខណាហើយនឹងបងកញ្ញាគាត់អង្គុយអោបគ្នាញ័រហ្នឹងរហូតទល់ភ្លឺហើយពេលហ្នឹងគាត់អស់កម្លាំងរលីងហ្មងណារើកអីវ៉ាន់លើកអីទាំងបញ្ញាបញ្ញាលចេញពីបន្ទប់របស់គាត់សម្រាប់ហ្នឹងឯងដើម្បីទៅឡានរបស់គាត់ដើម្បីចេញទៅភ្នំពេញលឿនអញ្ចឹងហើយព្រឹកអត់ទាន់ទេគ្រាន់តែមេឃភ្លឺព្រិញពួកគាត់រើអីវ៉ាន់អីចេញពីបន្ទប់មួយហ្នឹងឯងដោយសារតែឡងគួរឲ្យខ្លាចពេកចុះហើយនៅពេលដែលពួកគាត់ពីរនាក់នេះចេញពីបន្ទប់ភ្លាមហ្នឹងគាត់ឃើញផ្ទះសំណាក់មួយហ្នឹងគឺស្ងាត់ឈឹងសិតតែពេញពីងហើយជុំវិញហ្នឹងគឺសិតតែព្រៃញុកមិនគួរថាគាត់មកនៅកើតគាត់មើលទៅមិនដូចដែលគាត់ចូលមកយប់ហ្នឹងណាហើយសភាពផ្ទះសំណាក់ហ្នឹងគឺទ្រុឌទ្រោមមែនតើមើលទៅដូចជាទុកចោល
យូឆ្នាំមិនមានមនុស្សនៅមិនមានអ្នកដែលសម្អាតអីទេហើយពេលហ្នឹងពួកគាត់ពីរនាក់ហ្នឹងគឺកាន់តែខ្លាចទៀតណាតែអត់គិតច្រើនទេនាំគ្នាបញ្ញាប់ទៅឡានរបស់គាត់ហ្នឹងរើកអីវ៉ាន់លើកអីហ្នឹងក៏ចេញឡានទៅផ្លូវធំណាដោយសារតែមើលសភាពទៅវាមិនមែនជាទស្សនៈដែលគាត់ឃើញដូចយប់មិញទេយប់មិញមានភ្លើងមានអីមិនមែនសភាពដូចឥឡូវអញ្ចឹងហើយពួកគាត់ក៏នាំគ្នាជិះឡានទៅចេញមាននឹងលឿនណាដោយសារតែសភាពវាគួរឲ្យខ្លាចពេកចុះស្ងប់ស្ងាត់មិនមានមនុស្សរស់នៅក្នុងនឹងហើយសភាពទស្សនៈនឹងគឺសិតតែពីងពីងប្រៃជុំវិញអីចឹងណាមិនដឹងថាពួកគាត់បើកឡានចូលតាមផ្លូវណាហើយពេលហ្នឹងក៏នាំគ្នាជិះឡាននឹងទៅតាមផ្លូវដែលគាត់ចូលមកហ្នឹងណាហើយបន្ទាប់ពីគាត់ចេញពីកន្លែងទស្សនៈនឹកនានឹងបានម៉ានទីក៏ដល់ផ្ទះអ្នកភូមិមួយចឹងណាហើយក៏ឈប់ផ្ទះអ្នកភូមិសិនសួររឿងរ៉ាវទាំងអស់ដែលនៅផ្ទះសនៈនឹងមិនយប់មិញគាត់ឃើញមានសភាពធម្មតាទេដូចមានម្ចាស់គេនៅមានមនុស្សរស់នៅនឹងជួលផ្ទះសនៈឲ្យគេស្នាក់នៅអីចឹងណាហើយនៅពេលដែលគាត់សួរអ្នកចិត្តខាងឬក៏អ្នកភូមិនៅចិត្តហ្នឹងក៏អ្នកភូមិនឹងប្រាប់មកគាត់ចង់ដាច់ចកេះផឹងថាផ្ទះសនៈមួយនឹងគេទុកចោលប្រហែលជា10ឆ្នាំហើយមិនមានអ្នកណានៅទេទុកចោលឡើងព្រៃញុកពីងពីងរោមពួតហើយក៏ថាប្រវត្តិរបស់ផ្ទះសនៈហ្នឹងនៅពេលដែលបងលក្ខណៈហើយនឹងបងកញ្ញាគាត់ដឹងគាត់ញ័រសាច់អ្នកភូមិគាត់ថាទស្សនៈនឹងដំបងមានអ៊ំចំណាស់មួយហើយគាត់ឈ្មោះថាយាយម៉ាឡៃហ្នឹងគឺជាម្ចាស់ទស្សនៈមួយហ្នឹងហើយគាត់ឥឡូវហ្នឹងគាត់ស្លាប់បាត់ហើយគាត់ស្លាប់នឹងដោយសារតែគាត់ខូចចិត្តឬក៏នឹកកូនពេកកូនរបស់គាត់បាត់ខ្លួនមិនដឹងថាស្លាប់ឬរស់ហើយពេលហ្នឹងគាត់គិតច្រើនពេករហូតដល់ចងកនៅអាកន្លែងទស្សនៈមួយហ្នឹងហើយឥឡូវហ្នឹងគឺអ៊ំមួយហ្នឹងគាត់ស្លាប់យូរហើយប្រហែល10ឆ្នាំឯណោះហើយបងប្អូនគិតទៅថាពួកគាត់មកដេកផ្ទះខ្មោចផ្ទះអ៊ំយាយម៉ាឡៃហ្នឹងហើយពេលហ្នឹងគាត់ឡើងញ័រសាច់ឡើងជិះឡានចង់កើតបងលក្ខណៈហើយនឹងបងកញ្ញាបងប្អូនសាក់សម័យទៅហើយពួកគាត់ពីរនាក់នឹងស្រីទៀតហើយបងប្អូនគិតតែក្នុងសភាពការឬក៏ហេតុការដែលគាត់ជួបផ្ទាល់នេះបងប្អូនគិតមិនគួរធ្វើយ៉ាងម៉េចហើយនៅដឹងសាច់រឿងពីក្រោយនឹងទៀតពួកគាត់ម្នាក់ឡើងទុនដៃទុនជើងនិយាយអីអត់ត្រូវទេដោយសារតែឃើញអ្នកភូមិឬក៏អ្នកចិត្តខាងនេះគាត់និយាយពីហេតុការឬក៏ប្រវត្តិរបស់ទស្សនៈមួយនឹងប្រាប់គាត់ហើយគាត់ដឹងច្បាស់គាត់មួយឡើងរៀងណាបងប្អូនរៀងឡើងចង់លេងចុះតាមខេត្តធ្វើការនឹងយូរឆ្នាំយូរខែមិនដែលជួបហេតុការអីផងមកដល់លើកនឹងជួបឡើងធ្ងន់ធ្ងរហើយបងប្អូនទទួលយកបានដែរហើយនៅពេលដែលបងកញ្ញានិងបងលក្ខណៈដឹងហេតុការអស់ហើយក៏អត់ចាំយូរដែរក៏លាអ្នកភូមិឬក៏អ្នកចិត្តខាងដែលគាត់សួររឿងរ៉ាវប្រវត្តិទស្សនៈហ្នឹងឡើងឡានទៅទីក្រុងភ្លាមហ្មងដោយសារតែឈប់គិតច្រើនណាបញ្ញាប់ទៅទីក្រុងវិញហើយនៅពេលដែលពួកគាត់ទៅដល់ផ្ទះឬក៏ដល់ទីក្រុងភ្នំពេញវិញហេតុការរឿងរ៉ាវទាំងអស់ហ្នឹងក៏លែងមានអីទៀតណាតែពួកគាត់នៅចាំជានិច្ចចាំនៅក្នុងគូក្បាលគាត់រហូតហើយបានមានរឿងរ៉ាវចែករំលែកឲ្យបងប្អូនស្ដាប់នេះហើយនឹងហើយគឺជាសាច់រឿងរបស់បងកញ្ញាហើយនឹងបងលក្ខណៈដែលពួកគាត់ជួបផ្ទាល់នៅពេលដែលពួកគាត់ទៅស្រាវជ្រាវវត្ថុបារាណឬក៏ប្រាសាទនានាអីហ្នឹងនៅតាមបណ្ដាខេត្តហើយអានេះបើខ្ញុំគិតថាមិនបានពួកគាត់ឃើញផ្ទះសំណាក់នឹងមានរូបរាងស្អាតបាតដូចជាមានមនុស្សនៅអីហ្នឹងប្រហែលជាអ៊ំយាយម៉ាឡៃហ្នឹងប្រព័ន្ធភ្នែករបស់គាត់ឲ្យគាត់ឃើញសភាពផ្ទះសំណាក់ហ្នឹងដូចជាធម្មតាតែតាមពិតជាក់ស្ដែងគឺផ្ទះសំណាក់ហ្នឹងពោពេញទៅដោយព្រៃនិងពីងពីងដោយមិនមានអ្នកនៅទេគេទុកចោលប្រហែលជា10ឆ្នាំហើយក្រោយមកបានបងកញ្ញាហើយនឹងបងលក្ខណៈគាត់ដឹងហើយមួយទៀតប្រហែលជាបងកញ្ញាហ្នឹងមុខមាត់ដូចជាកូនរបស់អ៊ំស្រីម៉ាឡៃហ្នឹងម្ចាស់ទស្សនៈហ្នឹងបានគាត់មកលងបន្លាចមកនិយាយថាចង់ឲ្យបងកញ្ញាហ្នឹងនៅផ្ទះហ្នឹងឲ្យយូរអត់ចង់ឲ្យទៅភ្នំពេញវិញដោយសារតែមុខបងកញ្ញាហ្នឹងគឺដូចកូនរបស់គាត់ពេកអញ្ចឹងបានរឿងរ៉ាវទាំងអស់ធ្លាក់មកលើបងកញ្ញាហើយនឹងបងលក្ខណៈដោយសារតែអ៊ំចំណាស់នឹងគាត់សម្លាប់ខ្លួនដោយសារតែស្រឡាញ់កូនពេកគិតច្រើនពេកបារម្ភកូនពេកមិនដឹងថាកូនគាត់បាត់ទៅណាស្លាប់ឬក៏រស់ក៏សម្រេចចិត្តចងកនៅទស្សនៈមួយនឹងពីគួរឲ្យខ្លាចមែនតើណាបងប្អូនស្ដាប់ហើយយកចិត្តទុកដាក់បន្តិចណានឹងដឹងសាច់រឿងរបស់គាត់លំអិតហើយគួរឲ្យខ្លាចដូចគាត់អញ្ចឹងហ្នឹងហើយសង្ឃឹមថាបងប្អូនចូលចិត្តសាច់រឿងមួយនេះបើសិនចូលចិត្តសូមជួយ Subscribe Channel របស់ខ្ញុំមួយផងដើម្បីទទួលបានវីដេអូថ្មីៗហ្នឹងហើយអរគុណច្រើនជួបគ្នានឹងវីដេអូក្រោយបន្តទៀត